បាទជំរាបសួរបងប្អូននិស្សិតដែលកំពុងតែមានចំណាប់អារម្មណ៍ចង់សិក្សាភាសាអង់គ្លេសទាំងគ្នាបាននៅក្នុងថ្ងៃនេះខ្ញុំសូមនាំមកនៅអត្ថបទកាសែតដែលដកស្រង់ចេញពីកាសែត CNN បាទដែលជាកាសែតដ៏ល្បីមួយហើយយើងរៀនព័ត៌មានតនហេតុការណ៍គឺតកតងទៅនឹងគ្រោះរញ្ជួយដីដែលយើងបានដឹងហើយថាម្សិលមិញកាលពីថ្ងៃទី28ម្សិលមិញនោះគឺមានគ្រោះរញ្ជួយដីនៅក្នុងប្រទេសភូមាហើយរងផលប៉ះពាល់រហូតទៅដល់ប្រទេសថៃប្រទេសមួយចំនួនទៀតផងដែរហើយសូម្បីតែនៅក្នុងស្រុកខ្មែរយើងក៏ទទួលបានដំណឹងថារងផលប៉ះពាល់តិចតួចតែវាមិនធ្ងន់ធ្ងរបាទហើយឥឡូវនេះយើងកុំឲ្យខាត់ពេលយូរយើងចូលទៅមើលចំណងជើងអត្ថបទកាសែតនៅនេះគឺគេនិយាយពី Myanmar earthquake death toll so to nearly 700 as Thailand scrambles to rescue trapped Bangkok workers បាទចំណងជើងរបស់យើងគឺគេបាននិយាយពីគ្រោះរញ្ជួយដីបាទដែលកើតឡើងគឺជាព័ត៌មានទាន់ហេតុការណ៍អញ្ចឹងចំណងជើងនេះគឺយើងទៅបកពី toll នេះមុនបាទ earthquake នេះគឺគ្រោះរញ្ជួយដី earthquake ការរញ្ជួយដីបាទ death នេះយើងដឹងហើយគឺការស្លាប់ death toll នេះគឺចំនួនសរុបចំណែកពាក្យ so នេះវិញគឺ rise មានន័យថាកើនឡើងបាទ so កើនឡើង nearly Thailand scramble នេះកំពុងតែបញឹកបញ្ញាយបញ្ញាប់បញ្ញាល scramble បញឹកបញ្ញាយបញ្ញាប់បញ្ញាល rescue បាទជួយសង្គ្រោះ rescue ជួយសង្គ្រោះ trap នេះដែលជាប់ហ្នឹងគឺជាប់នៅក្នុងអាគារជាប់ស្អីហ្នឹងគឺ trap បាទ workers កម្មករបាទអញ្ចឹងយើងអានចំណងជើងនឹងមកគឺ Myanmar earthquakes death toll so to nearly 700 as Thailand scrambles to rescue trapped Bangkok workers បាទចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ាបាទគឺយើងបកដេញចេះមកវិញបាទសូកើនឡើងរហូតទៅដល់ជិត700នាក់ nearly 700ជិត700នាក់ as Thailand បាទ as នេះមិនបកថាដូចជាទេខណៈដែលបាទស្មើពាក្យ when ខណៈពេលដែលប្រទេសថៃ scramble បាទកំពុងតែបញ្ញាប់បញ្ញាល់ scramble បញ្ញាប់បញ្ញាល់ដើម្បីជួយសង្គ្រោះកម្មករនៅក្នុងទីក្រុងបង្គកដែលជាប់នៅក្នុងអគារជាប់អីចឹងទៅយើងដឹងហើយបាទហើយព័ត៌មាននេះគឺគេផុសរយៈពេល1ម៉ោង15នាទីកន្លងផុតទៅបាទអញ្ចឹងយើងមកមើលអត្ថបទដែលដកស្រង់ចេញពីកាសែត CNN ហ្នឹងទាំងអស់គ្នាបាទ Chanta Chief visits quake hit Mandalay City State Media បាទយើងមកមើលអត្ថបទកាសែតហ្នឹងបាទ Chief នេះគឺប្រធានបាទ Chief ចន្ទានេះគឺរបបយោធាចន្ទានេះគឺរបបយោធាបាទចន្ទា Chief ប្រធានរបបយោធា visits quake hit Mandalay City បាទ state media យើងទៅបកពីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានឲ្យដឹងថាបាទ state media ហ្នឹងគេដាក់ចេះមកហ្នឹងគឺយើងទៅបកពី state media ថាតើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាន announce បានប្រកាសបានឲ្យដឹងថាអញ្ចឹងទៅបាទចាំតា chief ប្រធានរបបយោធាបានទៅទស្សនកិច្ចបានទៅមើលទីក្រុងមណ្ឌលេដែលរងគ្រោះដែលវាយប្រហារដោយគ្រោះរញ្ជួយដីយើងបកអញ្ចឹងមកប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថាប្រធានរបបយោធាបាទមេដឹកនាំរបបយោធាបាទបានទៅពិនិត្យមើលនៅទីក្រុងមណ្ឌលេដែលវាយប្រហារដោយគ្រោះរញ្ជួយដីចំណងជើងយើងបកអញ្ចឹងមកបាទ Myanmar Janta chief visited the city of Mandalay on Saturday to inspect the damage brought by Friday's earthquake, state media reported. Myanmar Janta chief visited
the city of Mandalay on Saturday to inspect the damage brought by Friday earthquake, state media reported. បាទអ្វីដែលយើងត្រូវទៅបកហ្នឹងគឺយើងទៅបកពីកន្លែងនេះមុនថាប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាទ media state media reported ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ឲ្យដឹងថាមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាបាទបានទៅទស្សនកិច្ចបានទៅពិនិត្យមើល City of Mandalay ទីក្រុង Mandalay on Saturday កាលពីថ្ងៃសៅរ៍បាទ to inspect បាទដើម្បីពិនិត្យមើល inspect ហ្នឹងពិនិត្យមើល the damage បាទពិនិត្យមើលនៅការខូចខាតពិនិត្យមើលការខូចខាត brought by Friday earthquake បាទដែលនាំមកដោយឬក៏យើងថាដែលវាកើតឡើងដោយគ្រោះរញ្ជួយដីកាលពីថ្ងៃសុក្របាទអញ្ចឹងយើងបកមកថាមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាបានទៅទស្សនកិច្ចបានទៅពិនិត្យមើលទីក្រុងម៉ាន់ដេលេកាលពីថ្ងៃសៅរ៍ដើម្បីពិនិត្យមើលការខូចខាតដែលកើតឡើងដោយគ្រោះរញ្ជួយដីកាលពីថ្ងៃសៅរ៍អញ្ចឹងប្រព័ន្ធផ្សព្វផ្សាយរដ្ឋទាំងឯងគឺបានរាយការណ៍ដូចនេះ Mandalay, the country's second most populous city with about 1.5 million people, is the closest major city to the epicenter of Friday 7.7 magnitude quake, and widespread damage has been reported there. Mandalay ជាឈ្មោះទីក្រុងគេបាទ Mandalay, the country's second most popular city with about 1.5 million people, is the closest major city to the epicenter of Friday 7.7 magnitude quake បាទ magnitude quake បាទសំទោស magnitude quake and widespread damage has been reported there ទីក្រុង Mandalay បាទដែលជាទីក្រុងមានចំនួនមនុស្សច្រើនបំផុតទី2នៃប្រទេសបាទមានន័យថាយើងបកមកថា Mandalay ទីក្រុង Mandalay ជាទីក្រុងដែលមានមនុស្សច្រើនបំផុតទី2នៃប្រទេសភូមាដែលមានចំនួនប្រហែលជា1លានកន្លះបាទ1.5 million people មានចំនួនប្រជាជន1លានកន្លះគឺជាទីក្រុងធំបាទ is the closest major city គឺជាទីក្រុងធំដែលនៅចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីកម្រិត 7.7 Richter បាទ and widespread damage ហើយការខូចខាតទាំងឯងបានរាលដាលបាទ widespread damage widespread នឹងរាលដាល damage នឹងការខូចខាត has been reported there ហើយការខូចខាតបានរីករាលដាលត្រូវបានគេរាយការណ៍នៅទីនោះបាទ reported there មីនអងលៀងបាទមីនអងលៀងមេដឹកនាំរបបយោធាគឺយើងដឹងហើយតែគាត់ឈ្មោះមីនអងលៀងMin Aung Hlaing, who made a rare appeal for foreign aid after the quake struck, visited Mandalay city and will continue to go around and inspect the conditions of the damage and loss, according to a statement released by the Junta. បាទលោក Min Aung Hlaing ដែលកម្រនឹងបង្ហាញខ្លួនបាទ made a rare appeal នឹងដែលកម្រនឹងអំពាវនាវបាទ appeal នឹងអំពាវនាវ rare នឹងកម្របាទដែលកម្រនឹងធ្វើការអំពាវនាវfor foreign aid សម្រាប់ជំនួយបរទេសជំនួយពីបរទេស aid នឹងជំនួយ foreign បរទេស after the quake struck បន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារ visited Mandalay City បានទៅមើលទីក្រុង Mandalay and will continue to go around ហើយនឹងនៅតែបន្តនៅទីនោះធ្វើដំណើរទៅទីនោះ and inspect បាទហើយនឹងពិនិត្យមើល the condition នៅស្ថានភាពបាទ condition ស្ថានភាព damage ខូចខាត and loss ហើយនឹងការបាត់បង់បាទ condition នឹងស្ថានភាព
according to a statement បាទនេះបើយោងទៅតាម according to ហ្នឹងគឺយោងទៅតាមបាទនេះបើយោងទៅតាម statement របាយការណ៍ release by the Janta ផ្សព្វផ្សាយដោយរបបយោធាបាទ according to ហ្នឹងគឺយោងទៅតាម he had previously toured the surrounding Mandalay region by helicopter the statement said បាទប្រព័ន្ធផ្សព្វផ្សាយឬក៏របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអញ្ចឹងទៅបាទប្រព័ន្ធផ្សព្វផ្សាយហ្នឹងបាននិយាយថាpreviously កាលពីពេលមុនហ្នឹងឯងគាត់ក៏បានទៅពិនិត្យមើលនៅតំបន់ region ហ្នឹងតំបន់ទីក្រុង Mandalay អឺបាទតំបន់ surrounding Mandalay region ហ្នឹងតំបន់ដែលនៅជុំវិញទីក្រុង Mandalay by helicopter បាទ helicopter នេះគឺយើងបកថាបឋមភាគចក្របាទ helicopter អញ្ចឹងកាលពីពេលមុនលោកមីនអងឡាំងហ្នឹងក៏បានទៅអឺពិនិត្យមើលនៅតំបន់ភូមិព័ទ្ធជុំវិញទីក្រុង Mandalay តាមរយៈ helicopter ហ្នឹងដែរហ្នឹងបើយោងតាមរបាយការណ៍បានបង្ហាញមក at least 694 people have been killed by the quake in the region the Janta said earlier បាទរបបដឹកនាំយោធានឹងបាននិយាយកាលពីថ្ងៃមុនថា at least បាទយ៉ាងហោចណាស់គឺប្រជាជនដែលមានចំនួន694នាក់ត្រូវបានសម្លាប់ដោយគ្រោះរញ្ជួយដីនៅក្នុងតំបន់ have been killed by the quake in the region បាទ search rescue and relief operations are being carried out in the respective affected area the statement said បាទប្រព័ន្ធផ្សព្វផ្សាយហ្នឹងក៏បាននិយាយបន្ថែមទៀតថាoperation បើយើងទៅបកពីកន្លែងនេះថាដំណើរការស្វែងរកដំណើរការរកស្វែងរកអីចឹងទៅបាទ rescue ជួយសង្គ្រោះបាទ relief ហើយនឹងដំណើរការជំនួយអីផ្សេងបាទអញ្ចឹងយើងបកថាដំណើរការរករកដំណើរការជួយសង្គ្រោះហើយនឹងដំណើរការសប្បុរសធម៌ផ្សេង are being carried out កំពុងតែត្រូវបានគេធ្វើឡើងប្រព្រឹត្តឡើងបាទ in the respective affected area នៅក្នុងតំបន់ដែលប៉ះពាល់ជាបន្តបន្ទាប់បាទនេះយើងមានអត្ថបទខ្លីកាសែតពីយើងប៉ុណ្ណឹងបាទសូមអរគុណ